នៅក្នុងផែនទីពិភពលោករបស់យើងអ្នកអាចរកឃើញវាលខ្សាច់ដ៏ធំបំផុតនៅលើពិភពលោកកម្ពស់ភ្នំខ្ពស់បំផុតនៅគ្រប់ទ្វីបចំណុចជ្រៅបំផុតនៅក្នុងមហាសមុទ្រនីមួយៗនិងទីកន្លែងផ្សេងៗជាច្រើនទៀតដែលរចនាឡើងដោយអ្នកភូមិសាស្ត្រនិងអ្នកគូសវាសដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់នៅក្នុងវីដេអូនេះនឹងនាំលោកអ្នកទៅស្គាល់នូវវាលខ្សាច់ធំៗទាំង5ដែលបានគ្របដណ្ដប់1/3នៅលើពិភពលោកយើងនេះវាជាវាលខ្សាច់ដែលវាលខ្សាច់ខ្លះมันមានខ្សាច់តលតែសោះខណៈពេលដែលកន្លែងខ្លះទៀតជាជម្រករបស់រុក្ខជាតិនិងប្រភេទសត្វប្លែកៗជាច្រើនលំដាប់ទី5វាលខ្សាច់ហ្គូប៊ីវាលខ្សាច់ហ្គូប៊ីគឺជាវាលខ្សាច់ធំជាងគេទី2នៅអាស៊ីនិងជាប់ជាចំណាត់ថ្នាក់ទី5នៅលើពិភពលោកវាលខ្សាច់ហ្គូប៊ីមានផ្ទៃក្រឡា1,295,000 គីឡូម៉ែត្រការ៉េដែលវាស្ថិតនៅតាមបណ្ដោយព្រំដែននៃប្រទេសចិននិងប្រទេសម៉ុងហ្គោលវាជាទីតាំងដែលមានទីក្រុងសំខាន់ៗជាច្រើនសម្រាប់ធ្វើពាណិជ្ជកម្មដ៏សំខាន់តាំងពីសម័យបុរាណកាលមកម្ល៉េះវាលខ្សាច់នេះត្រូវបានគេហៅថាជាវាលខ្សាច់ស្រមោលភ្លៀងដែលមានន័យថាវាមានជួរភ្នំខ្ពស់ៗនៅក្បែរនោះដែលអាចរារាំងប្រព័ន្ធទឹកភ្លៀងមិនឲ្យបក់មកដល់តំបន់វាលខ្សាច់នេះបានដូចជាតំបន់ខ្ពង់រាបទីបេនៅភាគនិរតីដែលវាមានសមត្ថភាពអាចរារាំងទឹកភ្លៀងមិនឲ្យបក់បោកមកដល់វាលខ្សាច់ហ្គូប៊ីនេះឡើយចំណាត់ថ្នាក់ទី4វាលខ្សាច់អារ៉ាប់វាលខ្សាច់អារ៉ាប់គឺជាវាលខ្សាច់ដ៏ធំបំផុតនៅអាស៊ីនិងជាប់លំដាប់ថ្នាក់ទី4នៅលើពិភពលោកវាលខ្សាច់នេះមានផ្ទៃក្រឡា1,855,470 គីឡូម៉ែត្រការ៉េដែលវាគ្របដណ្ដប់ភាគច្រើននៅលើឧបទ្វីបអារ៉ាប់រួមមានប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសយេម៉ែនប្រទេសអ៊ីរ៉ាក់ប្រទេសកាតាប្រទេសហ្ស័រដានីប្រទេសអូម៉ង់ប្រទេសអ៊ីស្រាអែលប្រទេសអេមីតអារ៉ាប់រួមនិងប្រទេសកុយវ៉េតវាលខ្សាច់អារ៉ាប់ត្រូវបានគេចាត់ទុកថាជាវាលខ្សាច់ត្រូពិកដែលមានន័យថាសីតុណ្ហភាពនៅទីនោះក្តៅជាប់លាប់ហើយបានទទួលទឹកភ្លៀងធ្លាក់បន្តិចបន្តួចប៉ុណ្ណោះចំណាត់ថ្នាក់ទី3វាលខ្សាច់សាហារ៉ាបើនិយាយដល់វាលខ្សាច់សាហារ៉ាប្រហែលជាមានមនុស្សភាគច្រើនបានស្គាល់វានិងគិតថាវាជាវាលខ្សាច់ដ៏ធំបំផុតនៅលើភពផែនដីយើងនេះតែវាត្រឹមជាប់ចំណាត់ថ្នាក់លេខ3ប៉ុណ្ណោះនៅលើពិភពលោកវាលខ្សាច់សាហារ៉ាមានផ្ទៃក្រឡា9,200,000 គីឡូម៉ែត្រការ៉េដែលគ្របដណ្ដប់ទៅលើប្រទេសមួយចំនួនដូចជាប្រទេសអាល់ហ្សេរីប្រទេសអេហ្ស៊ីបប្រទេសលីប៊ីប្រទេសម៉ារ៉ុកប្រទេសស៊ូដង់ប្រទេសតុយនីស៊ីសាហារ៉ាខាងលិចប្រទេសម៉ាលីប្រទេសម៉ូរីតានីប្រទេសនីហ្សេរីយ៉ាប្រទេសអេរីត្រានិងប្រទេសឆាតស្រដៀងទៅនឹងវាលខ្សាច់អារ៉ាប់សាហារ៉ាត្រូវបានគេចាត់ថ្នាក់ជាតំបន់ត្រូពិកដែលទទួលបានភ្លៀងតិចតួចបំផុតពេញមួយឆ្នាំវាលខ្សាច់សាហារ៉ាត្រូវបានគេជឿថាវាជាដីដែលមានព្រៃនិងមានវាលស្មៅសូវ៉ាណាដុះហើយក៏ជាដីដែលមានជីជាតិដែរកាលពី 5,000 ឆ្នាំមុនគេសន្មតថាវាផ្លាស់ប្ដូរពីវាលស្មៅទៅវាលខ្សាច់ជារៀងរាល់ 20,000 ឆ្នាំម្ដងដូចនេះគេជឿថាវាលខ្សាច់សាហារ៉ានឹងមានពណ៌បៃតងម្ដងទៀតក្នុងរយៈពេលប្រហែល 15,000 ឆ្នាំទៅមុខទៀតវដ្តនេះគឺដោយសារការវិលជុំវិញអ័ក្សផែនដីដែលធ្វើឲ្យវាប៉ះពាល់ដល់ការបំផ្លាស់ទីនៃទីតាំងខ្យល់មូសុងនៃទ្វីបអាហ្វ្រិកខាងជើងចំណាត់ថ្នាក់ទី2វាលខ្សាច់ប៉ូលអាក់ទិកប្រហែលជាលោកអ្នកមានការចម្លែកចិត្តបន្តិចពេលឮតំបន់ប៉ូលដែលគ្របដណ្ដប់ទៅដោយផ្ទាំងទឹកកករាប់សិបម៉ែត្រគឺជាវាលខ្សាច់ពីព្រោះមិនមែនវាលខ្សាច់ទាំងអស់សុទ្ធតែមានខ្សាច់ហើយនឹងសីតុណ្ហភាពក្តៅនោះទេវាលខ្សាច់តំបន់ប៉ូលអាក់ទិកមានផ្ទៃក្រឡា13,985,935 គីឡូម៉ែត្រការ៉េ
ដែលវាគ្របដណ្ដប់នៅគែមខាងជើងនៃភពផែនដីរបស់យើងហើយវាមាននៅប្រទេសកាណាដាប្រទេសអ៊ីស្លង់កោះ Greenland ប្រទេសរុស្ស៊ីប្រទេសន័រវេសប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់នឹងត្រូវបានគេឲ្យឈ្មោះថាជាវាលខ្សាច់ប៉ូលវាលខ្សាច់តំបន់ប៉ូលត្រូវបានកំណត់ដោយសីតុណ្ហភាពត្រជាក់កង្វះទឹកភ្លៀងនិងផ្ទាំងទឹកកកច្រើនកែលែងដោយសារដីភាគច្រើនជាប់នៅក្រោមផ្ទាំងទឹកកកទាំងនេះដំណាក់ថ្នាក់ទី1វាលខ្សាច់ប៉ូលអង់តាក់ទិកតើអង់តាក់ទិកគឺជាវាលខ្សាច់មែនទេការពិតទៅវាក៏មិនខុសពីវាលខ្សាច់នៅតំបន់ប៉ូលអាក់ទិកដែរគឺផ្ទៃដីទាំងមូលត្រូវបានគ្របដោយទឹកកកក្រាស់ៗបូកនឹងសីតុណ្ហភាពដ៏ត្រជាក់ផងដែរវាគឺជាវាលខ្សាច់ដ៏ធំបំផុតទី1នៅលើពិភពលោកដែលមានផ្ទៃក្រឡា 14,949,934 គីឡូម៉ែត្រការ៉េគឺវាមានទំហំធំជាងវាលខ្សាច់កូប៊ីវាលខ្សាច់អារ៉ាប់និងវាលខ្សាច់សាហារ៉ាបូកបញ្ចូលគ្នាទៅទៀតវាលខ្សាច់ប៉ូលអង់តាក់ទិកត្រូវបានគេជឿថាមិនមានជីវិតរុក្ខជាតិណាមួយអាចរស់បានឡើយប៉ុន្តែគេបានរកឃើញនៅមីក្រូសរីរាង្គមួយចំនួនតូចអាចរស់នៅទីនោះបាននៅក្នុងទសវត្សរ៍ឆ្នាំ 1970 វាលខ្សាច់ភាគខាងត្បូងនេះក៏ជួបនៅប្រទះនៅខ្យល់បក់ខ្លាំងផងដែរដែលនៅពេលដែលរួមផ្សំជាមួយនឹងបរិយាកាសស្ងួតរបស់វាអាចបង្កើតបានជាបឹងដែលមានជាតិអំបិលខ្ពស់ដូចជាបឹងវ៉ាន់ដានិងស្រះដូនជូអានដែលគេរកឃើញថាវាមានផ្ទុកអំបិលដែលខ្ពស់ជាងទឹកសមុទ្ររហូតដល់10 ដងឯណោះនៅឆ្នាំ 1911 អ្នករុករកជនជាតិន័រវេសដ៏ល្បីល្បាញឈ្មោះ Roald Amundsen បានផ្ដួលក្រុមបេសកកម្មអង់គ្លេសដឹកនាំដោយលោក Robert Scott ដើម្បីក្លាយខ្លួនជាមនុស្សដំបូងគេដែលបានទៅដល់ប៉ូលអង់តាក់ទិកនេះសូមអរគុណលោកអ្នកសម្រាប់ការទស្សនាវីដេអូមួយនេះ